ការពីម្សិលមិញខ្ញុំបានទៅលេងផ្ទះម៉ាក់នៅដងតុងហើយក៏បានជួបជុំជាមួយនឹងបងប្អូនទាំងអស់គ្នាហើយជាពិសេសកូនឬក្មេងៗគឺវាជួបជុំបងប្អូនវាសប្បាយខ្លាំងមែនតើនេះគឺជាទស្សនវិជ្ជាពីម្សិលមិញដែលខ្ញុំទៅដល់ផ្ទះម៉ាក់នៅពេលល្ងាចម្ដុំជាម៉ោង6ជាងណាហើយទៅដល់ហ្នឹងបានជួបជុំគ្នាជាពិសេសអេមីគេបានថាបើអ៊ុំម៉ាឲ្យយកតុក្កតាផ្ញើគេផងពេលមកដល់ភ្លាមអ៊ុំណាងគេឲ្យជំរាបសួរគេជំរាបសួរឥឡូវចេះច្រើនណាចេះឲ្យថើបអត់សូវខ្លាចដូចមុនទេសំខាន់ណានៅពេលដែលក្មេងៗបានជួបគ្នាសប្បាយចិត្តតាហើយណាមួយខ្ញុំអត់សូវបានទៅញឹកញាប់ទេបងប្អូនយូរទៅម្ដងហើយអញ្ចឹងណាដល់ពេលអញ្ចឹងទៅអេមីឬក៏កូនខ្ញុំឬក៏ក្មួយទាំងអស់បានជួបជុំគ្នាសំណេះសំណាលគ្នាសប្បាយខ្លាំងមែនតើជាពិសេសហ្នឹងគឺអេមីហ្នឹងហ្មងណាគឺថាឥឡូវគេរៀងធំហើយចេះដឹងចេះជំរាបសួរកាមុនណាខ្លាចពេលអ៊ំពីកោះឡាទៅអត់បានទេខ្លាចតែឥឡូវអត់បានណាចេះសុំទៀតណាហើយមកយាយស្រឡាញ់ខ្លាំងណាហើយបើអ៊ំណាងវិញស្រឡាញ់ឃើញឥឡូវចេះហើយឥឡូវឡើងកម្មាប់ហើយគួរឲ្យស្រឡាញ់ហើយរៀងសជាងមុនទៀតណាឥឡូវកំឡុងពេលហ្នឹងអត់តន់ជួបជុំគ្នាបានអស់ទេល្ងាចបន្តិចប្រហែលជាម៉ោង 7លោកពុកក៏បានមកដល់ហើយចៅយកវារត់ទៅឆ្វងដើម្បីជំរាបសួរលោកពុកហើយពុកគាត់ឈឺជើងដើររៀងជើងប៉ែកមកមហៀងហើយគ្រាន់តែមកដល់ព្រាមចៅរត់ទៅជុំដើម្បីទៅជំរាបសួរកង់តពីក្មួយគេជុំគ្នានេះនៅបន្ទប់បោះអេមីអូយមើលនេះមើលទស្សនភាពក៏ដឹងថារញ៉េរញ៉ៃប៉ុន្មានដែរគេបានអីវ៉ាន់ដូចថាអាតុក្កតាអាសម្ភារៈលេងហ្នឹងណាអ៊ំផ្ញើអញ្ចឹងអូគេសប្បាយហើយយកទៅដល់ណាគេសុំមើលអាជីវហើយដល់ពេលគេមើលចោះមើលឡើងខ្លាចគេយកក៏ប្រមូលដាក់ថង់វិញទៅហើយបើអូនឈិញនេះវិញណានៅចោះឡើងហើយទៅថ្ងៃហ្នឹងគឺថាអូនឈិញហើយអេមីគេលេងត្រូវគ្នាហើយជាពិសេសក្មេងៗក្មួយហ្នឹងណាគឺថាគេជុំគ្នាមកកន្លែងនៅក្នុងបន្ទប់អេមីហ្នឹងបន្ទាប់ពីដូចថាញ៉ាំអាហារញ៉ាំអីរួចចឹងឥឡូវអត់បានទេក្មួយខ្ញុំគ្រាន់តែទៅដល់ភ្លាមគេរត់សាធូកអេមីអាភូអាវិមានគេទៅថាគេសប្បាយឥឡូវទៅថាគេរៀងធំអស់ហ่ะគេចេះថាបើអេវិញណាอย่าពីថាសបាយជាងគេជាងឯងសំខាន់គឺថាឥឡូវគេរៀងចេះស្ដាប់ជាងមុនឥឡូវនេះខ្ញុំទៅសប្រាយណាខ្ញុំកាន់ថង់តុក្កតាហើយនឹងថង់អារបស់លេងហ្នឹងណាយកទៅសប្រាយអេមីតែគាត់តែឃើញគេបើកមើលគេគេផ្ទះបាយគេសបាយគេនិយាយពីថាយូបានជុំជាមួយនឹងបងប្អូនម្ដងសបាយខ្លាំងណាក្រុមគ្រួសារខាងខ្ញុំដោយសារតែខ្ញុំមិនសូវជាទៅបានញឹកញាប់ទេដល់ពេលអញ្ចឹងទៅបានជុំគ្នាម្ដងនិយាយពីថាក្មេងៗសបាយមែនតើលុះដល់រៀងម៉ោងប្រហែលជា8អ៊ំម៉ៅចេនីអ៊ំថាហ្នឹងក៏មកដល់ហើយអ៊ំជីងគេរត់ទៅសាធូគេអូនភូអូនហុយគេថតទៅជពះថាសបាយខ្លាំងមែនតើអានេះជុំគ្នានៅពេលចិត្តយប់ហើយដោយសារតែប្តីខ្ញុំក៏ទៅការគេអត់ទាន់មកវិញដល់ពេលឥឡូវនេះអ៊ំម៉ៅហើយអ៊ំថាមកដល់ឥឡូវនេះជុំគ្នាបាយពេលល្ងាចហើយសំណេះសំណាលគ្នាមិនងាយទេបងប្អូនរំតែបានជួបជុំគ្នាម្ដងម្កាលហ្នឹងយូរ